សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្តទៀតនៅកន្លែងមួយទៀត Makima នាំ Denji និង Power ទៅទីបញ្ចុះសពមួយកន្លែងហើយនិយាយថាបន្ទាប់ពីឧបទ្ទហេតុថ្មីៗនេះនាងចង់វឹកហាត់ក្រុមរបស់ពួកគេឲ្យកាន់តែរឹងមាំដោយសារនាងនឹងរវល់ជាមួយនឹងការងារផ្សេងទៀតនាងបានសម្រេចចិត្តនាំគ្រូដែលមានបទពិសោធន៍ច្រើនមកឲ្យពួកគេនាងនាំពួកគេទៅរកគ្រូនោះប៉ុន្តែមុនពេលនាងអាចណែនាំគាត់បានគាត់ក៏សុំឲ្យនាងនៅស្ងៀមគាត់មានសំណួរមួយចំនួនសម្រាប់ Denji និង Power គាត់សួរពួកគេថាតើពួកគេមានអារម្មណ៍យ៉ាងណាចំពោះការស្លាប់របស់មិត្តរួមក្រុមរបស់ពួកគេហើយពួកគេឆ្លើយថាពួកគេអត់ខ្វល់ទេគាត់សួរថាតើពួកគេចង់សងសឹកដែរទេហើយពួកគេឆ្លើយថាការសងសឹកគឺជារឿងអាប់អួរហើយពួកគេមិនចង់បានវាទេចុងក្រោយបរិះនោះក៏សួរពួកគេថាតើពួកគេនៅខាងណាមនុស្សឬក៏បិសាចដេនជីឆ្លើយថាគាត់នឹងនៅខាងអ្នកដែលមើលថែគាត់ហើយ Power និយាយថានាងនឹងនៅខាងអ្នកដែលឈ្នះបរិះនោះងាកក្រោយហើយប្រាប់ពួកគេថាពួកគេទទួលបានពិន្ទុពេញក្នុងការធ្វើតេស្តរបស់គាត់ហើយគាត់ពេញចិត្តនឹងពួកគេរួចទៅហើយគាត់ទទួលយកពួកគេធ្វើជាសិស្សរបស់គាត់ហើយប្រាប់ Makima ឲ្យចាក់ចេញដេនជីព្យាយាមហៅនាងប៉ុន្តែបន្ទាប់មកបរិះនោះស្រាប់តែអោបគាត់នឹង Power បរិះនោះណែនាំខ្លួនគាត់ឈ្មោះថា Kishibe ដែលជាអ្នកប្រមាញ់បិសាចនៅក្រុមទី1ហើយប្រាប់ពួកគេថាគាត់ចង់ឲ្យពួកគេហៅគាត់ថាគ្រូគាត់ចូលចិត្តផឹកស្រាលេងស្រីហើយនឹងសម្លាប់បិសាចដេនជីនិង Power មិនយល់ពីរឿងទាំងអស់នេះទេហើយភ្លាមៗនោះ Kishibe ក៏ក្បួយករបស់ពួកគេទាំងពីរយ៉ាងណែនហើយបំបាក់ករបស់ពួកគេក៏បានដួលទៅលើដីហើយមិនអាចកម្រើកបានKishibe និយាយថាពួកគេមានចំណុចខ្សោយដូចមនុស្សដែរហើយនៅពេលដែលករបស់ពួកគេបាក់ពួកគេក៏គ្មានប្រយោជន៍ដូចជាមនុស្សផ្សេងទៀតដែរទោះជាយ៉ាងណាក៏ដោយគាត់ដឹងថារឿងដែលធ្វើឲ្យពួកគេពិសេសនោះគឺពួកគេអាចជាសះស្បើយឡើងវិញបានដោយការផឹកឈាមគាត់បានចាក់ឈាមចូលទៅក្នុងមាត់របស់ពួកគេចេញពីថង់ដែលគាត់បានយកពីឃ្លាំងផ្ទុកឈាមហើយទាំង Denji និង Power ក៏ក្រោកឡើងវិញពួកគេសួរគាត់ថាហេតុអ្វីបានជាគាត់ច្បាច់កពួកគេមុននេះហើយ Kishibe បាននិយាយថាគាត់បានបង្វឹកមនុស្សជាច្រើនប៉ុន្តែមិនដែលបានបង្វឹកបិសាចពីមុនមកទេដូច្នេះគាត់មិនច្បាស់ថាតើត្រូវធ្វើបែបណាឡើយជាចុងក្រោយគំនិតមួយក៏បានកើតឡើងនៅក្នុងខួរក្បាលរបស់គាត់ Kishibe អះអាងថាគាត់គឺជាអ្នកប្រមាញ់បិសាចដ៏ខ្លាំងបំផុតហើយបិសាចដែលអាចកម្ចាត់គាត់បានត្រូវតែខ្លាំងបំផុតដែរនោះហើយជាមូលហេតុដែលគាត់បានសម្រេចចិត្តបង្វឹក Denji និង Power ឲ្យខ្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះគាត់ចាប់ផ្ដើមការបង្ហាត់របស់ពួកគេភ្លាមៗហើយ Power បានបង្កើតញញួរឈាមមួយហើយបកគលវាទៅឲ្យ Denji បានកវីវាសំដៅទៅរកក្បាលរបស់ Kishibe ប៉ុន្តែ Kishibe បានទាញក្បិតចេញហើយចាក់ Denji មុនពេលដែលគាត់អាចប្រតិកម្មបាន Power រត់ទៅពីក្រោយគាត់ប៉ុន្តែ Kishibe បានកាត់បំពង់ករបស់នាងខណៈពេលដែលគាត់ទម្លាក់ Denji ចុះពួកគេទាំងពីរចាប់ផ្ដើមហូរឈាមប៉ុន្តែ Kishibe ពេញចិត្តដែលពួកគេមានភាពក្លាហានក្នុងការវាយប្រហារទៅរកក្បាលរបស់សត្រូវតាំងពីដំបូងគាត់និយាយថាតាំងពីគាត់នៅក្មេងគាត់មានកម្លាំងខ្លាំងពេកហើយប្រដាប់លេងរបស់គាត់បានបាក់បែកយ៉ាងងាយប៉ុន្តែឥឡូវនេះគាត់មានប្រដាប់លេង2ដែលស្ទើរតែអមតៈហើយគាត់ប្រកាសជានឹងបង្វឹកពួកគេឲ្យក្លាយជាអ្នកប្រមាញ់បិសាចដ៏អាក្រក់គាត់បានវាយពួកគេរងរបួសហើយបន្ទាប់មកព្យាបាលពួកគេរហូតដល់យប់ហើយបន្ទាប់មកត្រឡប់ទៅផ្ទះរបស់គាត់វិញDenjiដួលទៅលើដីហើយចាប់ផ្ដើមស្រែកធ្ងោដោយសំឡេងមិនស៊ីសង្វាក់គ្នាព្រោះខួរក្បាលរបស់គាត់បានរងការខូចខាតយ៉ាងដំណំពីការហ្វឹកហាត់ Power ព្យាយាមធ្វើឲ្យខួរក្បាលរបស់គាត់ដំណើរការធម្មតាឡើងវិញដោយវាយក្បាលរបស់គាត់ជាបន្តបន្ទាប់ហើយ Denji ក៏ដឹងស្មារតីឡើងវិញគាត់សួរថាតើថ្ងៃនេះគាត់ចិត្តស្លាប់ប្រមាណដងហើយ Power ប្រាប់គាត់ថាវាមានចំនួនច្រើនជាងអ្វីដែលនាងអាចរាប់នៅលើម្រាមដៃរបស់នាងបានពេលពួកគេត្រឡប់ទៅផ្ទះវិញពួកគេត្អូញត្អែថា Kishibe នោះខ្លាំងពេកប៉ុន្តែបន្ទាប់មក Power ក៏នឹកឃើញគំនិតដ៏អស្ចារ្យមួយនាងនិយាយថាគ្រូនោះខ្លាំងប៉ុន្តែគាត់ជាមនុស្សប្រមឹកហើយខួរក្បាលរបស់គាត់ប្រហែលជាខ្សោយខ្លាំងណាស់នាងនិយាយថាពួកគេនឹងប្រើខួរក្បាលរបស់ពួកគេដើម្បីបញ្ឆោតគាត់ហើយបន្ទាប់មកឈ្នះការប្រយុទ្ធយ៉ាងងាយស្រួលហើយ Denji ក៏យល់ស្របដោយនិយាយថាគាត់មានអារម្មណ៍ថា IQ របស់គាត់កំពុងតែកើនឡើងនៅថ្ងៃបន្ទាប់នៅពេលដែល Kishibe មកទទួលពួកគេនៅផ្ទះរបស់ពួកគេ Denji និង Power បានត្រៀមខ្លួនដូចជាស្រេចដើម្បីវាយឆ្មក់គាត់ពេលគាត់ទៅដល់មាត់ទ្វារ Power បានគប់លំពែងឈាមរបស់នាងទៅរកក្បាលរបស់គាត់ហើយគាត់ស្ទើរតែមិនអាចគេចរួចPower មិនទាន់ចប់ទេហើយនាងក៏បានប្រើដបឈាមដែលនៅជាន់ខាងលើដើម្បីដោតលំពែងបន្ថែមទៀតពីលើ Kishibe ប៉ុន្តែគាត់អាចគេចពីលំពែងទាំងអស់ហើយបន្ទាប់មកវាបំបែកវាដោយប្រើកណ្ដាប់ដៃរបស់គាត់ភ្លាមនោះ Denji ក៏លោតមកពីជាន់ខាងលើដើម្បីវាយប្រហារគាត់ដោយប្រើពូថៅប៉ុន្តែ Kishibe ទាត់គាត់ហើយក៏ផ្ដួលគាត់ភ្លាមគាត់មានការស្ងើចសរសើរយ៉ាងខ្លាំងដែល Denji និង Power បានសម្រេចចិត្តប្រើខួរក្បាលរបស់ពួកគេទោះបីជាកោសិកាខួរក្បាលរបស់ពួកគេទាំងពីរបញ្ចូលគ្នាស្មើនឹងមនុស្សម្នាក់ក៏ដោយគាត់និយាយថាគាត់ចង់ឃើញពួកគេប្រើផែនការបែបនេះឲ្យកាន់តែញឹកញាប់ចំពោះមូលហេតុដែលពួកគេចាញ់គឺដោយសារតែ Power បានប្រើឈាមច្រើនពេកហើយក្លាយទៅជាមនុស្សខ្វះឈាមខណៈដែល Denji មិនអាចទស្សន៍ទាយការវាយប្រហាររបស់គាត់បានគាត់និយាយថាការវឹកហាត់សម្រាប់ថ្ងៃនេះគ្រប់គ្រាន់ហើយដូច្នេះពួកគេអាចសម្រាកបាន Denji សប្បាយចិត្តនឹងរឿងនេះប៉ុន្តែពេលគាត់ក្រោកឡើង Kishibe ក៏បានគប់កំបិតចំក្បាលរបស់គាត់ហើយប្រាប់គាត់ថាបិសាចមិនគួរទុកចិត្តសម្ដីរបស់អ្នកប្រមាញ់បិសាចឡើយនៅកន្លែងមួយទៀតអ្នកប្រមាញ់បិសាចទាំងពីរនាក់បាននាំអាគីចូលទៅក្នុងកន្លែងសុវត្ថិភាពកម្រិតខ្ពស់មួយជាកន្លែងដែលពួកគេរក្សាទុកបិសាចដែលមានថាមពលដែលត្រូវបានអង្គភាពចាប់ខ្លួនទាំងរស់បរិះនោះសួរគាត់ថាតើស្រីស្អាតដែលបានមកជួបនឹងគាត់កាលពីម្សិលមិញជានរណាហើយអាគីនិយាយថានាងជាប្អូនស្រីរបស់ដៃគូគាត់បរិះនោះសួរថាតើនាងបានដើរគាត់ឬអត់
ហើយគាត់ក៏ឆ្លើយថានាងគ្រាន់តែបានឲ្យសម្បត្តិមួយចំនួនមកគាត់ដែលហៃមីណូបានសរសេរទៅប្អូនស្រីរបស់នាងប៉ុណ្ណោះពេលអាគីអានសម្បត្តិទាំងនោះគាត់បានរកឃើញថាសម្បត្តិភាគច្រើននិយាយអំពីគាត់ហើយនឹងរឿងដែលហៃមីណូចង់ឲ្យគាត់ទៅធ្វើការនៅអង្គភាពឯកជនជាមួយនឹងនាងដើម្បីឲ្យពួកគេអាចរស់នៅបានដោយស្ងប់ស្ងាត់បន្តិចក្រោយមកពួកគេបានទៅដល់បន្ទប់ឃុំឃាំងជាកន្លែងដែលបិសាចដែលត្រូវចុះកិច្ចសន្យាបន្ទាប់ជាមួយអាគីកំពុងតែត្រូវបានឃុំខ្លួនបរិះនោះបង្ហាញថាវាគឺជាបិសាចអនាគតហើយវាគិតថ្លៃហួសហេតុពីមនុស្សដែលវាមិនចូលចិត្តដូចជាពាក់កណ្ដាលនៃអាយុជីវិតរបស់ពួកគេឬការមើលឃើញក្លិននិងរសជាតិរបស់ពួកគេដូចជាណាក៏ដោយគាត់គិតថាប៉ះសិនបើបិសាចចូលចិត្តអាគីនោះវានឹងយល់ព្រមចោះតម្លៃក្នុងអំឡុងពេលធ្វើកិច្ចសន្យារបស់ពួកគេអាគីចូលទៅក្នុងបន្ទប់ឃុំឃាំងហើយសម្លឹងមើលទៅភ្នែកមួយដែលអាចមើលឃើញនៅទីងឹតនៃបន្ទប់បិសាចអនាគតស្រាប់តែចេញមកពីទីងឹតហើយស្រែកថាអនាគតគឺអស្ចារ្យណាស់វាក៏សូមឲ្យអាគីចូលរួមជាមួយវាដែរប៉ុន្តែអាគីប្រាប់វាឲ្យនិយាយចំណុចសំខាន់ហើយបង្ហាញពីអ្វីដែលវាចង់បានដើម្បីធ្វើកិច្ចសន្យាជាមួយគាត់បិសាចអនាគតមិនពេញចិត្តនឹងចរិតរបស់អាគីទេប៉ុន្តែវានិយាយថាវានឹងត្រូវពិនិត្យមើលអនាគតរបស់អាគីជាមុនសិនមុនពេលសម្រេចចិត្តថាតើពួកគេនឹងបង្កើតកិច្ចសន្យាឬអត់បិសាចបានប្រាប់ឲ្យអាគីដាក់ក្បាលរបស់គាត់ចូលទៅក្នុងប្រហោងពោះរបស់វាដើម្បីឲ្យវាអាចពិនិត្យមើលអនាគតរបស់គាត់អាគីធ្វើតាមដោយគ្មានសំណួរហើយបិសាចបានរាំបន្តិចខណៈពេលដែលវាពិនិត្យមើលអនាគតរបស់គាត់ព្រាមនោះបិសាចក៏ឈប់ហើយបន្ទាប់មកប្រាប់អាគីថាសម្រាប់កិច្ចព្រមព្រៀងរបស់ពួកគេវាចង់រស់នៅក្នុងភ្នែកស្ដាំរបស់គាត់ហើយផ្ដល់ថាមពលរបស់វាដល់គាត់បិសាចបង្ហាញថាហេតុផលតែមួយគត់ដែលវាផ្ដល់កិច្ចព្រមព្រៀងតម្លៃថោកបែបនេះដល់គាត់គឺដោយសារតែការស្លាប់របស់គាត់នាពេលអនាគតនឹងអស្ចារ្យសម្រាប់វាសួរអាគីថាតើគាត់ចង់បានតម្រុយខ្លះដែរទេប៉ុន្តែអាគីមិនសូវខ្វល់ពីការស្លាប់របស់គាត់ទេព្រោះអ្វីដែលគាត់ចង់បានគឺសម្លាប់សត្រូវរបស់គាត់នៅកន្លែងមួយទៀតដែលជីនិង Power នៅតែត្រូវបានគីស៊ីបេវាយនៅឡើយពួកគេអាចធ្វើឲ្យមុខរបស់គាត់រងរបួសបន្តិចហើយគាត់ក៏បានផ្ដល់ពិន្ទុពេញដល់ពួកគេសម្រាប់រឿងនោះគាត់គិតថាពួកគេល្អគ្រប់គ្រាន់ហើយជាមួយនឹងមេរៀនតែមួយនៅក្នុងមួយសប្តាហ៍ជំនួសឲ្យវគ្គហ្វឹកហាត់ជាប្រចាំថ្ងៃគាត់ណែនាំឲ្យពួកគេបន្តធ្វើជាលយបើទោះបីជាពួកគេមានអារម្មណ៍ភ័យខ្លាចក៏ដោយហើយមើលជុំវិញខ្លួនរកមើលអាវុធដែលពួកគេអាចប្រើការបានបន្ទាប់មកគីសេបេប្រាប់ពួកគេថាថ្ងៃស្អែកពួកគេនឹងហ្វឹកហាត់ប្រយុទ្ធដោយផ្ទាល់ដោយចាប់ខ្លួនក្មេងស្រីពស់និងបិសាចដាវដែលបានសម្លាប់ហៃមីណូគាត់បង្ហាញថាវាជាការធ្វើតេស្តសម្រាប់ក្រុមទី4ថ្មីហើយប្រសិនបើពួកគេបរាជ័យក្នុងបេសកកម្មនោះដូច្នេះក្រុមនេះនឹងត្រូវរំសាយហើយដេនជីនិង Power នឹងត្រូវបានគាត់សម្លាប់ចោលនៅថ្ងៃបន្ទាប់ដល់ពេលបេសកកម្មចាប់ផ្ដើមប៉ុន្តែសត្រូវក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ពួកគេដែរពួកម៉ាហ្វៀបានប្រមូលផ្ដុំគ្នាក្រោមបញ្ជារបស់បិសាចដាវហើយក្មេងស្រីពស់ក៏នៅជាមួយគាត់ដែរនាងជឿថាការរត់គេចខ្លួននឹងមិនអាចជួយសង្គ្រោះពួកគេពីម៉ាគីម៉ាបានទេប៉ុន្តែប្រសិនបើពួកគេនៅទីនេះពួកគេមានអត្ថប្រយោជន៍ក្នុងការប្រយុទ្ធពីព្រោះម៉ាហ្វៀចំណាស់នោះបានបន្សល់ទុកអំណោយសម្រាប់ពួកគេក្នុងទម្រង់ជាកងទ័ពហ្សំប៊ីក្មេងស្រីពស់និយាយថាពួកគេមានគម្រោងប្រើកងទ័ពហ្សំប៊ីនោះដើម្បីបញ្ឈប់ក្រុមទី4ហើយបន្ទាប់មកចាប់ខ្លួនដេនជីហើយយកបេះដូងបិសាចរណាយន្តរបស់គាត់នៅកន្លែងមួយទៀតម៉ាគីម៉ាបានទៅជួបនឹងមេធំរបស់ក្រុមម៉ាហ្វៀជប៉ុនដែលគាត់បានប្រាប់នាងថាគាត់មិនបានចេញបញ្ជាឲ្យវាយប្រហារមនុស្សរបស់នាងទេតែជាក្មេងស្រីពស់ឈ្មោះថាសាវ៉ាដែលនាងបានធ្វើឲ្យមនុស្សរបស់គាត់មានទំនាក់ទំនងជាមួយនឹងបិសាចកំភ្លើងមេក្រុមម៉ាហ្វៀបង្ហាញថាបិសាចកំភ្លើងបានស្នើសុំប្រាក់ 20,000 យេនហើយបន្ទាប់មកបានផ្ដល់កំភ្លើងនិងគ្រាប់កំភ្លើងទៅមនុស្សដែលវាបានធ្វើកិច្ចសន្យាជាមួយដែលវាមើលទៅមិនធម្មតាសម្រាប់បិសាចម៉ាគីម៉ាបានសុំឲ្យមេម៉ាហ្វៀផ្ដល់ឈ្មោះមនុស្សដែលបានចុះហត្ថលេខាលើកិច្ចសន្យាហើយគាត់ក៏យល់ព្រមប៉ុន្តែនៅពេលដែលនាងប្រាប់គាត់ថាគាត់ត្រូវតែផ្ដល់ឈ្មោះមនុស្សមកពីក្រុមម៉ាហ្វៀផ្សេងទៀតឲ្យនាងផងដែរគាត់ក៏បដិសេធដោយនិយាយថាវានឹងបង្កើតជាសង្គ្រាមដែលនឹងធ្វើឲ្យប្រទេសរបស់ពួកគេមិនមានស្ថិរភាពគាត់បានអុចបារីហើយផ្លុំផ្សែងដាក់ម៉ាគីម៉ាដោយនិយាយថាពួកគេជាបិសាចដែលចាំបាច់ដើម្បីការពារប្រទេសពីបិសាចបរទេសប៉ុន្តែប្រហែលជានាងមិនយល់ពីវានោះទេព្រោះនាងគឺជាមនុស្សស្រីគ្រប់គ្នាស្អើចចំអកឲ្យនាងហើយភ្លាមៗនោះម៉ាគីម៉ាក៏ដាក់ថង់មួយនៅលើតុមេម៉ាហ្វៀគិតថាវាជាសំណូកប៉ុន្តែម៉ាគីម៉ាបង្ហាញថាថង់កណ្ដាស់នោះមានភ្នែករបស់មនុស្សជាទីស្រឡាញ់របស់គ្រប់គ្នានៅទីនេះមេម៉ាហ្វៀមានការតក់ស្លុតយ៉ាងខ្លាំងពេលដែលគាត់ផ្ទៀងផ្ទាត់វាហើយម៉ាគីម៉ាប្រាប់គាត់ថាប្រសិនបើគាត់សហការជាមួយនាងនោះនាងនឹងធ្វើឲ្យប្រកាសថាភ្នែកទាំងនេះនឹងត្រូវបានបកគោលជូនម្ចាស់ស្របច្បាប់របស់ពួកវាវិញបរិះម្នាក់ខឹងសម្បាញ់យ៉ាងខ្លាំងហើយព្យាយាមវាយប្រហារនាងប៉ុន្តែភ្លាមៗនោះគាត់ក៏ចាប់ផ្ដើមហូរឈាមតាមច្រមុះហើយបន្ទាប់មកក៏ដួលសន្លប់ម៉ាគីម៉ាប្រាប់មេម៉ាហ្វៀថានេះគឺជាទង្វើដែលបិសាចចាំបាច់ប្រកាសធ្វើហើយបង្ខំគាត់ឲ្យសហការជាមួយនាង